ពេលខ្ញុំចុះមកវិញគឺខ្ញុំឃើញគេតម្លាក់រោងបាត់ឯនឹងបងខ្ញុំចុះមកពីលើផ្ទះវិញខ្ញុំក៏ទៅសួរម៉ែខ្ញុំថាម៉ែកម្មវិធីនឹងត្រូវផ្អាកមែនទៅម៉ែខ្ញុំឆ្លើយថាហ្នឹងហើយកូនកុំឲ្យស្អែកឡើងវាកាន់តែធ្ងន់ជាងនឹងទៀតណាបើសិនជាមហូបយើងធ្វើហើយគឺគេត្រូវគិតថ្លៃតុកទៀតហើយបងបើយើងធ្វើហើយគេគិតថ្លៃតុកទៀតខ្ញុំសឹងថាលើកយាចឹងអត់ផុតពីកម្មតាបងខ្ញុំស្លុតពេកព្រោះក្នុងចិត្តខ្ញុំសង្ឃឹមថាកម្មវិធីខ្ញុំនឹងវាទៅដោយរលូនណាបងការគឺយើងអត់បានជោគជ័យទេត្រូវរំសាយអញ្ចឹងបងអូនសម្រេចយករោងការហ្នឹងជាផ្លូវការថាបងអូនបានរៀបការជាមួយគ្នាជាប្តីប្រពន្ធឬក៏បងអូននឹងលើកពេលវេលាទៅការសម្រាប់ខ្ញុំគឺខ្ញុំទទួលគាត់ស្គាល់គាត់ជាប្តីរបស់ខ្ញុំពេញសិទ្ធប៉ុន្តែខ្ញុំអត់បោះបង់ក្តីសម័យរបស់ខ្ញុំទេបងខ្ញុំនៅតែចង់ការគ្រាន់តែពេលនេះខ្ញុំអត់ទាន់មានលទ្ធភាពបានការអញ្ចឹងបងខ្ញុំត្រូវរកលុយសងគេសិនបងចាខ្ញុំអត់បោះបង់ក្តីសម័យទេព្រោះខ្ញុំពេលដែលខ្ញុំថាខ្ញុំបានការហ្នឹងគឺខ្ញុំរំភើបខ្លាំងហ៎បងតែចុងក្រោយខ្ញុំត្រូវបានទទួលបានទឹកភ្នែកវិញហ៎បងអញ្ចឹងមានន័យថាសម្រាប់បងអូនស្រីត្បិតថារោងការមិនជោគជ័យក៏ប៉ុន្តែបងអូនទទួលស្គាល់ពេញលក្ខណៈបរោះជាកូនកំឡោះថាគឺពិតជាប្តីរបស់គាត់ហើយបាទអ្វីដែលបងអូនចង់បាននៅតែចង់បានគឺត្រូវតែការឡើងវិញពេលណាមួយហ្នឹងហើយពេលណាមួយចាបងពេលដែលមានលទ្ធភាពមិនថាយូរឬក៏ឆាប់ឯបងខ្ញុំស្លុតអស់ហ្មងតែខ្ញុំទៅសើម៉ាក់ខ្ញុំគាត់រឹងមាំគាត់លក្ខណៈគាត់អត់មានទឹកភ្នែកទឹកអីគាត់ធ្វើជាចំហមួយដែលរឹងមាំឲ្យខ្ញុំគាត់អ្នកដោះស្រាយទាំងអស់ខ្ញុំអត់ដោះស្រាយអត់ចេញពេលហ្នឹងគឺខ្ញុំស្លុតខ្លាំងមែនតើទាំងហ្នឹងហើយម៉ាក់ខ្ញុំគេឈរទាលលុយគាត់ផងអីផងបងខ្ញុំនិយាយឲ្យត្រង់ទៅថ្ងៃការហ្នឹងគឺចំណាយអស់ហើយម៉ែខ្ញុំសល់60,000គាត់ក្នុងខ្លួន60,000រៀលចា60,000រៀលហើយគេទាក៏ម៉ែខ្ញុំឲ្យទាំងអស់ទៅអស់ពីខ្លួនមកចាអស់ពីខ្លួនបាទឥឡូវជួបមួយអ៊ំស្រីបន្តិចមើលអ៊ំជំរាបសួរពុកម៉ែបងប្អូនជួបជាមួយប្អូនស្រីម្នាក់បាទដែលប្អូនស្រីម្នាក់នេះហើយរឿងដែលគាត់ការចំថ្ងៃផ្ទុះសង្គ្រាមត្រាប់តែរោងការគាត់បានកក់ប្រាក់ថ្លៃភ្នួងថ្លៃភ្លេងសេវាផ្សេងអស់រាប់ម៉ឺនដុល្លារបាទត្រាប់តែផ្ទុះសង្គ្រាមកើតឡើងនៅក្នុងថ្ងៃដែលគាត់ការរត់ចែកជើងគ្នាទាំងភ្ញៀវស៊ីការក៏មិនទាន់បានស៊ីបាទអាចារ្យក៏រត់និយាយទៅរត់ទាំងអស់បាទរត់ចូលត្រង់សេបាទគេបាញ់ដល់ត្រង់សេទៀតរត់ភៀសខ្លួនរហូតថ្ងៃនេះមកដល់ភ្នំពេញហើយអ្វីដែលសំខាន់បំផុតគឺស្វាមីរបស់គាត់ដែលបំរុងចូលរោងការហើយក៏ត្រូវទៅបម្រើកងទ័ពទៀតបាទពេលនេះគឺគាត់កំពុងតែលំបាកខ្លាំងណាស់បាទហើយជួបមួយបងស្រីផ្ទាល់បាទខ្ញុំឈ្មោះទុយផាត់ចរាបងនៅខេត្តឧត្តរមានជ័យស្រុកតាពាំងប្រាសាទឃុំព្រះបន្លាយភូមិបន្ទាយចាស់បងមកគោលការណ៍ហ្នឹងត្រូវចូលរោងថ្ងៃណាត្រូវការភ្ញៀវចូលស៊ីថ្ងៃណាត្រូវចូលរោងថ្ងៃទី8ហើយហូបថ្ងៃទី9បងផ្ទុះថ្ងៃទី8បងថ្ងៃចូលរោងនៅចាថ្ងៃចូលរោងខ្ទង់ម៉ោង6ជាងម៉ោង7បងម៉ោង6 7ព្រឹកហ្នឹងចាបងផ្ទុះពេលហ្នឹងមានន័យថាចាស់គុំទាំងសងខាងអីកំពុងតែរៀបចំថានឹងចាប់ផ្ដើមមង្គលការចាបងចាស់គាត់មករោងហ្នឹងដើម្បីថាជួយវិចនំវិចអីអញ្ចឹងណាបងជួយវិចអន្សមវិចអីអញ្ចឹងណាសេវាផ្សេងនៅក្នុងមង្គលការយើងត្រូវកក់តាំងពីភ្នំដល់យើងបានកក់អីខ្លះតែត្រូវយកមកនិយាយទៅខ្ញុំកក់ទាំងអស់គ្រប់មុខបងភ្លេងនិយាយទៅកក់ទាំងអស់អត់មានថាបើសិនជាយើងអត់កក់គឺគេអត់មកដាក់យើងទេតើយើងកក់មុនចាបងហើយចូលបានដឹកមកដល់អីខ្លះដឹកមកបន្លែត្រីសាច់គឺដល់ហើយởខាងសំអាងខាងដេកហើយ100%ឯងបងហើយអត់តន់មកដល់តែដូចជាភ្លេងខ្មែរហើយខាងតន្ត្រីនឹងក៏អត់តន់មកទេចាហើយគាត់នៅចិត្តជាងខ្ញុំចឹងគាត់ខលមកសួរខ្ញុំនៅបើសិនជាគាត់មកដល់គឺធ្ងន់ហ្មងត្រូវឲ្យលុយគាត់ចាត្រូវឲ្យលុយគាត់គ្រប់អញ្ចឹងមកន័យថាទោះបីជាខាងភ្លេងខាងសេវាផ្សេងមួយចំនួនមិនទាន់មកដល់ប៉ុន្តែយើងបានកក់លុយគេហើយចាកក់បងដូចថារបស់ខ្លះថ្លៃយើងត្រូវកក់ថ្លៃដែរឧទាហរណ៍ដូចជាភ្នួងយើងត្រូវកក់គេ400មុនខ្ចីគេមកខ្លះហើយនឹងលុយចំណងលុយកូនកំឡោះឲ្យថ្លៃបដាតាបងខ្ចីគេខ្លះដោយសារអីបងយល់ថាខ្ចីលុយគេមកធ្វើខ្លះហ្នឹងនៅពេលដែលភ្ញៀវបានចូលហូបការយើងបានលុយចំណងដៃហ្នឹងទៅសងគេប៉ុន្តែឥឡូវអត់មានបានហូបការហូបអីទេគឺអត់បងរត់ពាក់កណ្ដាលទីបងចារត់ពាក់កណ្ដាលទីចាខាត់ទាំងស្រុងបងខាត់ទាំងស្រុងពេលដែលថ្ងៃចូលរោងហ្នឹងបាទស្រាប់តែផ្ទុះអញ្ចឹងទៅភ្ញៀវដែលបំរុងមកស៊ីការហ្នឹងគឺស្អែកឡើងហ្នឹងគឺអត់មានភ្ញៀវសោះហ្មងអត់មានទេបងនិយាយទៅរយៈពេលត្រឹមតែ3ម៉ោងគឺអ្នកស្រុកហ្នឹងគឺរត់ចេញពីស្រុកអស់ស្ងាត់ចឹងចានៅតែគ្រួសារខ្ញុំបងគឺនៅតែគ្រួសារខ្ញុំក្រោយគេហ្មងចុះមិនបានអត់រត់គេពូរត់អត់តន់ចាញ់បងទ
ទី1អីវ៉ៃវ៉ាន់នៅពេញផ្ទះ អត់តន់ចាញ់ ចាគិតអត់តន់ចាញ់ ចុះអារោងការរោងអីហ្នឹងនៅកកស្ទះពេញហ្នឹងទៅ ចានៅកកស្ទះពេញហ្នឹងទៅគាត់ព្យាយាមរើឲ្យលឿនដែរពេលត្រឹមរយៈពេលប្រហែលជាម៉ោង2គឺពួកគាត់រើរួចតែនៅខាងដេកដូចជាម៉ោង4បានគាត់រើហើយបង រើបណ្ដាហ្នឹងមានលឺស្នូគ្រាប់ផ្ទុះបដា លឺបងលឺបដាលឺខ្លាំងបងលឺឡើងរង្គើដបោផ្ទះខ្ញុំបដ ாய் ភ័យបងខ្ញុំភ័យខ្លាំងផ្លោងវាគៀកខ្លាំងហ៎បងគៀកតែពេលចឹងទៅយើងនាំគ្នារត់ចូលលេនឋានដែលតាមភូមិគេហៅថាត្រង់សេហ្នឹងបង អូរត់ចូលត្រង់សេដែរអញ្ចឹងរត់ចោលផ្ទះរត់ចោលរោងការរត់ចូលត្រង់សេ ចាបងចូលទាំងអស់គ្នាហ្នឹងគ្រួសារខ្ញុំ អញ្ចឹងយប់ទាំងពេលយប់ហ្នឹងអញ្ចឹងដេកនៅក្នុងត្រង់សេ យប់បងយប់យប់ថ្ងៃទី8ហ្នឹងគឺពួកខ្ញុំសម្រាកក្នុងត្រង់សេហ្នឹង អូបាទសតមែនតើចុះស្អែកឡើងមិនមហូបយើងការនៅសល់យើងយកទៅណាទៅណី បន្លែហ្នឹងគូបងខ្ញុំក៏បានដឹកជូនបងភេសឹកខ្ញុំដឹកអត់កើតទេព្រោះពេលហ្នឹងខ្ញុំអត់បានញ៉ាំបាយញ៉ាំទឹកអីទាំងអស់គឺខ្ញុំខំតែជិះម៉ូតូចេញពីហ្នឹងឲ្យផុតចឹងណាគឺបងខ្ញុំគាត់អ្នកដឹកគាត់ដឹកមួយជើងហើយមួយជើងទៀតមួយជើងហើយមួយជើងទៀតតែជើងចុងក្រោយចាបន្លែត្រីសាច់ហ្នឹងដឹកមកជូនបងភេសឹកតាមផ្លូវនិយាយទៅគាត់បានផុសវីដេអូថាបើសិនជាឃើញគាត់តាមផ្លូវជួយហៅយកផងបើដូចថាគេជួយយកតាមផ្លូវអត់ចឹងគាត់បកទៅទៀតចាហើយបើសិនជាអត់មានអ្នកជួយយកតាមផ្លូវគាត់ដឹកទៅកន្លែងសាលាអូក្រួយកន្លែងបាទ គេភេសជ្ជៈចាបងចានឹងជំរុំសឹក អត់មានបានន័យថាមហូបអាហារហ្នឹងយើងស្ដាយថាចោលអត់បានបើយើងយកចែកជនភៀសសឹកហូបទៅយើងបានបនផង ចាបានចាបងព្រោះខ្ញុំចិត្តបនដែរបើសិនជាខ្ញុំខាត់ហើយខ្ញុំទុកចោលខ្ញុំស្ដាយបងខ្ញុំពេលហ្នឹងគឺខ្ញុំស្លុតអស់ហ្មងបងពេលហ្នឹងនិយាយឡើងទៅយកទឹកអប់ដើម្បីឲ្យបងសម្អាងគាត់រៀបចំទុកស្អីឡើងគេកាត់សក់ឲ្យខ្ញុំអ្នកទិញអស់ស្រុតតែពេលខ្ញុំចុះមកវិញគឺខ្ញុំឃើញគេតម្លាក់រោងបាត់ហ្នឹងបងចាតម្លាក់រោងហើយមិនចេះហៀងហើយគេសាររោងគេតម្លាក់ជើងរោងហើយមិនចេះហៀងហើយខ្ញុំថតវីដេអូហ្នឹងគឺរោងដែលគេឡើងគេដេកទេគេអត់ទាន់ហ៊ានតម្លាក់ដោយសារម្ចាស់ដេកហ្នឹងគេអត់ទាន់មកចឹងបងខ្ញុំចុះមកពីលើផ្ទះវិញខ្ញុំក៏ទៅសួរម៉ែខ្ញុំថាម៉ែកម្មវិធីនឹងត្រូវផ្អាកមែនទៅម៉ែខ្ញុំឆ្លើយថាហ្នឹងហើយកូនកុំឲ្យស្អែកឡើងវាកាន់តែធ្ងន់ជាងនឹងទៀតណាបើសិនជាមហូបយើងធ្វើហើយគឺគេត្រូវគិតថ្លៃតុកទៀតហើយហ្មងបើយើងធ្វើហើយគេគិតថ្លៃតុកទៀតហ្នឹងហើយខ្ញុំចុះមកខ្ញុំសឹងថាលើកយាចឹងអត់ផុតពីកម្មតាបងខ្ញុំស្លុតពេកព្រោះក្នុងចិត្តខ្ញុំសង្ឃឹមថាកម្មវិធីខ្ញុំនឹងវាទៅដោយរលូនណាបងអញ្ចឹងបានន័យថាថ្ងៃពិធីមង្គលការដែលក្នុងមួយជីវិតមានតែម្ដងអ្វីដែលយើងរំពឹងថាមានសុភមង្គលការជាមួយនឹងស្វាមីប្រកបដោយអធិកធម៌បែរជាត្រូវផ្ទុះសង្គ្រាមរំសាយចោលហើយរំសាយចោលពេលហ្នឹងគឺយើងបានន័យថាអារម្មណ៍របស់យើងលែងនៅខ្លួនខ្ញុំស្លុតអស់ហ្មងតែខ្ញុំទៅសើម៉ាក់ខ្ញុំគាត់រឹងមាំគាត់លក្ខណៈគាត់អត់មានទឹកភ្នែកទឹកអីគាត់ធ្វើជាចំហមួយដែលរឹងមាំឲ្យខ្ញុំគាត់អ្នកដោះស្រាយទាំងអស់ខ្ញុំអត់ដោះស្រាយអត់ចេញពេលហ្នឹងគឺខ្ញុំស្លុតខ្លាំងមែនតើទាំងហ្នឹងហើយម៉ាក់ខ្ញុំគេឈរទាលុយគាត់ផងអីផងបងខ្ញុំនិយាយឲ្យត្រង់ទៅថ្ងៃការហ្នឹងគឺចំណាយអស់ហើយម៉ែខ្ញុំសល់60,000គាត់ក្នុងខ្លួន60,000រៀលចា60,000រៀលហើយគេទាក៏ម៉ែខ្ញុំឲ្យទាំងអស់ទៅអស់ពីខ្លួនមកចាអស់ពីខ្លួនបងអូនចុះបងចង់សួរពីកូនកំឡោះបន្តិចឮថាគាត់ជាយោធាដែរចាបងគាត់ជាបាទឥឡូវនេះថ្ងៃនេះបងអូនស្រីបានមកដល់ភ្នំពេញផ្ទាល់បាទដោយមានវត្តមានម្ចាស់ brand សាប៊ូអប្សរខ្មែរបាទគឺបងអូនស្រីរមនីគាត់ជាម្ចាស់ brand ទុះសង្គ្រាមទៅគាត់ទៅជំរុំឥឡូវនេះអត់ការងារធ្វើទេតែបានខាងម្ចាស់ brand ឥឡូវជួបម្ចាស់ brand ថាមូលហេតុអីបានជាម្ចាស់ brand ស្រោចស្រង់គាត់មកដល់ភ្នំពេញនេះចាបងចាពេលដែលគាត់ផ្ទុះឲ្យព័ត៌មានរៀបការនៅពេលដែលការសង្គ្រាមហ្នឹងគឺខ្ញុំបានឃើញវីដេអូបុករបស់គាត់ហ្នឹងគឺផ្ទុះខ្លាំងហើយខ្ញុំមានការអាណិតគាត់ខ្លាំងហ្មងណាចាមានការអាណិតគាត់ខ្លាំងហើយឮថាធម្មតាតែយើងរៀបការយើងមានភ្នូមានរោងមានមហូបមានតុកអញ្ចឹងត្រូវចំណាយច្រើនអញ្ចឹងដល់ពេលទៅអត់បានចំណងដៃមកវិញអញ្ចឹងខ្ញុំគិតក្នុងចិត្តមួយចង់ហៅប្អូនឲ្យមកចូលរួមធ្វើការជាមួយនឹងក្រុមហ៊ុនរបស់ខ្ញុំអញ្ចឹងដោយសារខ្ញុំយល់អារម្មណ៍លំបាកនឹងខ្លាំងដោយសារខ្ញុំធ្លាប់អត់ខ្ញុំធ្លាប់ក្រអញ្ចឹងបងចង់ផ្ដល់ឱកាសឲ្យគាត់មានការងារបានចំណូលចាយកលុយទៅសងគេទៅខ្ញុំក៏បានតាក់ទងប្អូនថាចាបងឃើញវីដេអូអូនផ្ទុះអាណិតប្អូនចង់ឲ្យប្អូនមកធ្វើការមួយក្រុមហ៊ុន
ហើយបានលុយទៅយកទៅដោះស្រាយអាបញ្ហារៀបការជួបពេលការសង្គ្រាមហ្នឹងណាបងចាគឺខ្ញុំផ្ដល់ជូនគាត់ហ្នឹងគឺខ្ញុំឲ្យខ្ញុំឲ្យគាត់រកស៊ីជាមួយខ្ញុំដោយមិនបាច់ចំណាយដើមទុនសូម្បីតែ100លុយខ្មែរគឺខ្ញុំឲ្យគាត់លក់ផលិតផលខ្ញុំតែម្ដងបងចាចាពីក្រុមហ៊ុនរបស់បងអូនទៅលក់ដើម្បីបានកម្រៃយកទៅចាយកទៅសងគេមិនបាច់ចំណាយដើមទុនតែ100លុយខ្មែរក៏ឲ្យចំណាយដែរបងចាលក់ចំណេញបើសិនជាបងអូនគាត់ណាបានផលិតផលបងអូនលក់ចំណេញគាត់យកខ្លួនគាត់ចោះមិនបាច់ប្រើដើមទុនដើម្បីស្តុកដើម្បីទិញឲ្យពីយើងទេអូពិតជាល្អមែនបាទចាយកទៅលក់ទៅហើយឲ្យតែប្រាក់ដើមមកក្រុមហ៊ុនលុយចំណេញទុកយកទៅដោះស្រាយបញ្ហាដែលជួបទៅអញ្ចឹងណាណិតគាត់ដោយសារយើងធ្លាប់កូនអ្នកក្រអ្នកអត់អ្នកលំបាកអញ្ចឹងយើងស្គាល់អារម្មណ៍ជួបទុកតន់ហាន់ផ្ទួនអញ្ចឹងហ៎បងចាខ្ញុំសាប៊ូNG អប្សរខ្មែរបងសាប៊ូដុសខ្លួនចាដើម្បីបងប្អូនបានស្គាល់ព្រោះនេះផលិតផលកូនខ្មែរសុទ្ធសាធណាបងប្អូនបាទមិនមែនយក brand ពីស្រុកគេមកទេគឺកូនខ្មែរធ្វើផលិតស្នាដៃកូនខ្មែរអញ្ចឹងហ្នឹងហើយមានអីចង់និយាយទៅកាន់បងប្អូនយើងអញ្ចឹងបងប្អូនទាំងអស់គ្នាចាសាប៊ូ NG អប្សរខ្មែរគឺជាផលិតផលនៅក្នុងស្រុកខ្មែរយើងកម្រិតព្រីមៀមអញ្ចឹងខ្ញុំបានផ្ដល់ឱកាសទៅឲ្យប្អូនស្រីលក់សាប៊ូនាងខ្ញុំដោយមិនចាំបាច់ចំណាយដើមទុនសំបីតែមកកាក់ម៉ាស៊ីន1រៀលលុយខ្មែរទេហើយសូមสนុំពរទៅបងប្អូនជួយទិញសាប៊ូគាត់ទៅដើម្បីឲ្យគាត់បានប្រាក់ចំណូលយកទៅដោះស្រាយបញ្ហាដែលកំពុងតែជួបនេះសូមឲ្យสนុំពរទៅបងប្អូនទាំងអស់ចាជួយគ្រប់គ្រងសាប៊ូ NG អប្សរខ្មែរជួយគ្រប់គ្រងជួយទិញហើយខ្ញុំនឹងយកលុយដែលលក់បានចំនួន 20% ទៅជូនជនភៀសសឹកវិរៈកងទ័ពនិងជនដែលគាត់លំបាកផ្សេងទៀតយើងលក់ទៅមានចំណូលយើងយកទៅជួយកងទ័ពយកទៅជួយជនភៀសសឹកផ្សេងទៀតណាបាទពិតជាល្អណាស់ខ្មែរជួយខ្មែរឥឡូវជាចុងក្រោយខ្ញុំសូមអរគុណបងដែលបានផ្ដល់ការងារឲ្យខ្ញុំមិនមែនតែផ្ដល់ការងារពេលដែលខ្ញុំឡើងមកហ្នឹងគឺគាត់បានផ្ញើសហុយឲ្យខ្ញុំមកទៀតបងផ្ញើសហុយឡើងគាត់ផ្ញើសហុយឲ្យខ្ញុំមកទៀតបងចាខ្ញុំអរគុណដែលគាត់បានផ្ដល់ការងារឲ្យខ្ញុំខំមួយថ្ងៃនេះគឺមានតែគាត់ទេដែលតាក់ទងការងារឲ្យខ្ញុំអញ្ចឹងណាបងអរគុណបាទពុកម៉ែបងប្អូនសង្ឃឹមថាបងប្អូនជួយគ្រប់គ្រងបងប្អូនស្រីនិងម្ចាស់ brand អប្សរខ្មែរដើម្បីជួយឲ្យពួកគាត់មានការងារមានមុខរបរនិងមានថវិកាបាទខ្មែរជួយខ្មែរបាទអរគុណ